ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកថាបញ្ហាអ្វីខ្លះដែលជាបញ្ហាតិចតួចប៉ុន្តែមិនមែនតិចតួចដែលបញ្ជាក់ថាយើងកំពុងតែមានបញ្ហាតម្រង់នោមបញ្ហាក្រលាឬក៏បញ្ហាដែលយើងកំពុងតែចិត្តដល់ដំណាក់កាលលាងឈាមចារាងកាយយើងឆ្លាតទៅបងប្អូននៅពេលដែលវាចិត្តមានបញ្ហាអីមួយអញ្ចឹងគឺវាឲ្យសញ្ញាយើងដឹងតែអ្នកខ្លះក៏គាត់ចាប់អារម្មណ៍ពីខ្លួនប្រាំគាត់អញ្ចឹងទៅក៏គាត់ព្យាបាលតាន់ពេលវេលាខ្លះទៀតក៏គាត់គិតថាមិនអីទេតិចតួចទេប៉ុន្តែគឺវាអីចាអញ្ចឹងថ្ងៃនេះសូមឆ្លៀតចេញវីដេអូក្នុងឡានណាបងប្អូនដោយសាររវល់ពេកថ្ងៃហ្នឹងឥឡូវរៀបចំអវ៉ាន់ទៅដាក់វរៈបុណ្យធម៌អញ្ចឹងណាអញ្ចឹងឆ្លៀតចេញបន្តិចចាខ្លាចមកវិញយប់ចាអញ្ចឹងសម្រាប់បញ្ហាតិចតួចតែមិនមែនតិចតួចចាជាបញ្ហាអ្វីខ្លះសូមស្ដាប់ទាំងអស់គ្នាចាការដាក់ដូចជានោមញឹកចានោមតឹងនោមមិនអស់នោមតក់អាសាឈឺលេងឆ្កេះក្រោយចាចិត្តតែហៅហត់អស់កម្លាំងចាអាសាភ្លេចភ្លាំងអត់សូវចាំចាហ្នឹងហើយពេលខ្លះគឺរៀងស្ទុះគិតអីអត់ឃើញហើយនឹងលះហើយស្ពឹកសពុនដៃជើងហើមដៃហើមជើងចាខ្លះទៀតក៏គាត់បាត់បង់ចំណង់អាហារប៉ុន្តែខ្លះទៀតក៏គាត់ឃ្លានខុសធម្មតាចាដោយសារជាតិស្ករគាត់ឡើងខ្ពស់ដោយសារពេលដែលមានបញ្ហាត្រង់នោមដំណើរការល្អអីអញ្ចឹងរាងកាយម្នាក់ខុសគ្នាចាអញ្ចឹងខ្លះទៀតក៏គាត់មានបញ្ហាហើមដោយសារជាតិប្រៃឡើងចាខ្លះទៀតក៏ទាំងនោមចាពណ៌លឿងខ្លាំងនោមមានពពុះនោមធំក្លិនស្អុយចាអញ្ចឹងបើសិនជាបងប្អូនមានអាការៈដូចខាងលើឬក៏ប្រហាក់ប្រហែលចាសូមទៅរកពេទ្យជំនាញដើម្បីព្យាបាលឲ្យទាន់ពេលវេលាចាបើសម្រាប់ខាងវិទ្យាសាស្ត្របារាំងកេសរកោគឺយើងមានការពិភាក្សាមុនចាដូចថាអាការៈខ្លះតិចតួចទេយើងអាចប្រើយទឹករុក្ខជាតិដើម្បីជំនួយតម្រង់នោមទៅបានហើយចានឹងជំនួយសុខភាពទូទៅតែបើសិនជាអាការៈរៀងធ្ងន់ដែរគឺយើងត្រូវប្រើថ្នាំដើម្បីព្យាបាលចាជាប្រភេទថ្នាំគ្រាប់ចាអញ្ចឹងសម្រាប់បងប្អូនមានបញ្ហាសុខភាពមិនថាបញ្ហាត្រង់នោមឬក៏បញ្ហាសុខភាពទូទៅចាអាចឆាតចូល page ពីគ្រូជំងឺជាមួយនាងខ្ញុំផ្ទាល់ដែលអត់គិតថ្លៃចាឬ call តាមលេខទូរស័ព្ទខាងក្រោមចាសូមអរគុណ